ធ្លាក់យន្តហោះនៅប៉េរូស្លាប់មនុស្ស13នាក់ភាគច្រើនជាភ្ញៀវទេសចរបរទេសនៅប៉េរូយន្តហោះដឹកអ្នកដំណើរ13នាក់បានធ្លាក់នៅថ្ងៃសៅរ៍ទី1សីហាឧបទ្ទវហេតុនេះកើតឡើងនៅស្ថានីយបុរាណវិទ្យា NASA ដែលជាតំបន់ទេសចរដ៏ល្បីល្បាញមួយកន្លែងនៅភាគខាងត្បូងប្រទេសគ្រោះថ្នាក់ធ្លាក់នេះបានសម្លាប់មនុស្សទាំងអស់លើយន្តហោះភាគច្រើនសុទ្ធសឹងជាជនបរទេសនៅប៉េរូយន្តហោះដឹកភ្ញៀវទេសចរបរទេសមួយគ្រឿងបានធ្លាក់នៅម៉ោង1រសៀលម៉ោងក្នុងស្រុកគ្រោះថ្នាក់នេះបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន13នាក់នេះបើយោងតាមអគ្គស្នងការនគរបាលជាតិប៉េរូ George Andrade ដែលបានបញ្ជាក់ថាយន្តហោះធុនតូចប្រភេទ C-208 របស់ក្រុមហ៊ុន Aero Diana បានធ្វើដំណើរចេញពីប្រលាន Pisco ទៅទស្សនាស្ថានីយបុរាណវិទ្យា NASA នៅលើអាកាសដែលជាតំបន់ទេសចរដ៏ល្បីល្បាញមួយកន្លែងនៅភាគខាងត្បូងប្រទេសបើតាមអ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូនប៉េរូអ្នកស្លាប់ទាំង13នាក់មានភ្ញៀវទេសចរអ៊ីតាលី7នាក់អាល្លឺម៉ង់2នាក់និងភ្ញៀវទេសចរអេស្ប៉ាញ2នាក់ព្រមទាំងពីឡុតជនជាតិប៉េរូ2នាក់ជនរងគ្រោះមានអាយុចាប់ពី24ដល់78ឆ្នាំក្រោយពីកើតហេតុភ្លាមៗក្រុមស៊ើបអង្កេតបានចុះទៅដល់ទីកន្លែងផ្ទាល់ដើម្បីប្រមូលភស្តុតាងនិងប្រមូលសាកសពធ្វើកសលវិច័យដោយឡែកប្រធានាធិបតីប៉េរូដែលទើបចូលកាន់តំណែងលោកស្រីគីកូហ្វូជីបូរីបានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះលោកស្រីបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្អាកដំណើរការហោះហើរដឹកអ្នកទេសចររបស់ក្រុមហ៊ុន Aero Diana ជាបណ្ដោះអាសន្នដើម្បីស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុធ្លាក់យន្តហោះនេះលោកស្រីប្រធានាធិបតីក៏បានបញ្ជាក់ឲ្យរដ្ឋមន្ត្រីការបរទេសតាក់ទងទៅស្ថានកុងស៊ុលអ៊ីតាលីអាល្លឺម៉ង់និងអេស្ប៉ាញប្រចាំប៉េរូដើម្បីជូនព័ត៌មានអំពីមរណភាពរបស់ប្រជាជនខ្លួនគួរជ្រាបថាស្ថានីយបុរាណវិទ្យា NASA ជាតំបន់ទេសចរប្រវត្តិសាស្ត្រដែលពេញនិយមមួយកន្លែងដែលទាក់ទាញអ្នកទេសចរបរទេសរាប់ម៉ឺននាក់ក្នុងមួយឆ្នាំតែក៏ជាកន្លែងប្រឈមគ្រោះថ្នាក់ធ្លាក់យន្តហោះជាញឹកញយដែរជាក់ស្ដែងនៅឆ្នាំ2022យន្តហោះដឹកអ្នកទេសចរបរទេសមួយគ្រឿងរបស់ក្រុមហ៊ុន Aero Santos បានធ្លាក់នៅតំបន់ទេសចរ NASA ដោយបានផ្តាច់ជីវិតមនុស្ស7នាក់ក្នុងនោះមានភ្ញៀវទេសចរបរទេសស៊ីលី2នាក់និងហូឡង់3នាក់រីឯនៅឆ្នាំ2010មានភ្ញៀវទេសចរអង់គ្លេស4នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅតំបន់ដដែលចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ